นี่คือจีอาร์กำบังได้พิภพงงดกำปงและบางปีเนี่ยตรมอสระปิดสระเปิลในจงกันตัวพเนกมันแม้จีการพรแพงหนุเตะก็ปนตายวีจีพอตั้งได้เป็นเจ้าท้าคือมีนเอาไว้มุ้ยกำปงแต่ลอบเมื่อเนี่ยพิพิพงงดอันเนี่ยทรบชงเอาเตถาเนี่ยกำปงแต่อังกอยทัวก้าหรือดาวแต่ตามเพลิงงดตายมาในไอ้ซอกซับแต่เคยสมองมาหมวยแพลดกัดจงกันตัวพเนกก็ปนตายเป็นเดเนี่ยเงี้ยตัวเมื่อจอมใบจีบัดสมองนุตัววิ่งแล้วขนมพิภพในจุ่มนือโบราณนี่มันแม้จีการพรจรลอมหนุเตะปนตายวีคือจีการบากรอนแนงในพิภพวิญญาณទី1បើតាមជំនឿខាងភ្លើងងងឹតនិងអរូបិយវិទ្យានៃចំពីមុខរបស់មនុស្សត្រូវបានបង្កើតឡើងសម្រាប់តែមើលឃើញវត្ថុធាតុដែលមានរូបរាងពិតប្រាកដក្នុងពិភពមនុស្សតែប៉ុណ្ណោះប៉ុន្តែចុងកន្ទុយភ្នែកគឺជាចំណុចខ្សោយឬជាចន្លោះប្រហោងនៃរបាំងវិញ្ញាណដែលអនុញ្ញាតឲ្យយើងមើលឃើញរលកធម្មពលឬទម្រង់អរូបិយដែលស្ថិតក្នុងវិមាត្រស្របគ្នាបានមួយផ្លែតនៅពេលវិញ្ញាណទាំងនោះព្យាយាមឆ្លងកាត់ឬនៅជិតយើងពួកគេមិនអាចលាក់បាំងរូបរាងបានទាំងស្រុងពីចុងកន្ទុយភ្នែករបស់យើងបានឡើយប៉ុន្តែនៅពេលយើងងាកទៅមើលចំស្មារតីនិងធម៌ពលនៃមនុស្សរស់នឹងរុញច្រានពួកគេឲ្យរលាយបាត់ភ្លាមៗនៅក្នុងវប្បធម៌ជាច្រើនគឺពួកគេមានជំនឿយ៉ាងមុតមាំទៅលើស្រមោលវិញ្ញាណដោយពួកគេបានជឿថាវិញ្ញាណអនាថាឬខ្មោចចងកម្មគឺជាព្រលឹងដែលមិនអាចទៅចាប់ជាតិបានហើយដើរអន្ទោលតាមកន្លែងនានាពួកគេអាចជាអ្នកយាមកាមឬក៏ជាម្ចាស់ទឹកដីជារឿយៗពួកគេគ្រាន់តែបង្ហាញខ្លួនដើម្បីដាស់តឿនឬពិនិត្យមើលមនុស្សដែលចូលមកក្នុងទឹកដីរបស់ពួកគេតែប៉ុណ្ណោះចុះហេតុអ្វីពេលខ្លះយើងមិនត្រឹមតែមើលឃើញស្រមោលនោះទេថែមទាំងមានអារម្មណ៍ព្រឺរោមថប់ដង្ហើមឬមានអារម្មណ៍ថាមានអ្វីមួយកំពុងនៅជិតខ្លួនតាមក្បួនដូនតាខ្មែរនិងជំនឿបរទេសនេះត្រូវបានបញ្យល់ថាមនុស្សគ្រប់រូបសុទ្ធតែមានញាណទី6ឬរលកធាតុអាកាសការពារខ្លួននៅពេលដែលវិញ្ញាណចងកំហឹងឬប្រលឹងសាហាវឬអាប់ធ្មប់មកចិត្តថាមពលអវិជ្ជមានរបស់ពួកគេបានជះឥទ្ធិពលមកលើប្រលឹងរបស់យើងភ្លាមវាបង្កើតជាអារម្មណ៍ភ័យខ្លាចដែលគ្មានមូលហេតុហើយវាក៏ជាការប្រមានពីទេវតារក្សាទម្រង់ឬប្រលឹងដូនតាដែលមកប្រាប់យើងថាកន្លែងនេះមិនស្អាតទេចូលចាក់ចេញភ្លាមបើសិនជាអ្នកទាំងអស់គ្នាឧស្សាហ៍ឃើញឬជួបប្រទះស្រមោលចុងកន្ទុយភ្នែកឬមានអារម្មណ៍មិនល្អនៅក្នុងបន្ទប់ឬទីកន្លែងណាមួយយោងតាមចាស់បុរាណលោកតែងតែណែនាំឲ្យអ្នកទាំងអស់គ្នា 1. កុំដេញតាមមើលបើឃើញចុងកន្ទុយភ្នែកកុំព្យាយាមងាករកឬដេញតាមមើលព្រោះវាអាចធ្វើឲ្យវិញ្ញាណនោះដឹងថាអ្នកអាចតាក់ទងជាមួយពួកគេបានហើយអាចនឹងមកតាមរំខានកាន់តែខ្លាំង 2. ផ្សព្វផ្សាយមេត្តាធម៌ឬបួងសួងឧទ្ទិសកុសលផលបុណ្យដល់ម្ចាស់ទឹកដីឬវិញ្ញាណអនាថានៅទីនោះដើម្បីឲ្យពួកគេទទួលបានក្តីសុខនិងមិនអាចបៀតបៀនបាន ទី 3. ប្រើប្រាស់វត្ថុស័ក្តិសិទ្ធិការពាក់ខ្សែគាថាព្រះពុទ្ធរូបឬការអុជធូបសុំសេចក្តីសុខគឺជាខែលការពារដ៏មានប្រសិទ្ធភាពក្នុងការបណ្ដេញធម៌ពលងងឹតទាំងនោះស្រមោលនៅចុងកន្ទុយភ្នែកឬអារម្មណ៍ព្រឺព្រួចមិនមែនជាការគិតស្រមៃនោះទេនៅក្នុងពិភពជំនឿវាគឺជាភស្តុតាងដែលបញ្ជាក់ថាពិភពដែលយើងមើលមិនឃើញគឺស្ថិតនៅគៀកបង្កាយនឹងយើងតែអ្នកទាំងអស់គ្នាធ្លាប់ជួបបទពិសោធន៍នេះផ្ទាល់នៅកន្លែងណាមួយដែរឬទេកុំភ្លេច follow ម្នាក់មួយផងណា